ងំទៀតមិនបានទេ OG Golden ចេញបញ្ជាក់រឿងវីដេអូលោកឆែកសោនមុខឆាកដែលកំពុងផ្ទុះប្រតិកម្មខ្លាំងពីមហាជនកាលពីពេលថ្មីនេះអ្នកលេងបណ្ដាញសង្គម Facebook បានចែករំលែកនៅវីដេអូមួយរបស់កនី Facebook ឈ្មោះនេះស្តុកតន្ត្រីសេរីមង្គលដែលបានបង្ហោះនៅវីដេអូរបស់តារាចម្រៀងរ៉េប OG Golden កំពុងតែឆែកសម្លេងនៅមុខឆាកតន្ត្រីនិងអំសារមួយឃ្លាថាវគ្គ2មកទៀតតាប៉ែម៉ោងស្មើនឹងម៉ោងឡើងច្រៀងមិនមែនម៉ោងគេទេសសោនទេផ្លែនៅខាងមុខសាប់រឿងអ៊ីមិនគង់បើវងខ្ញុំដាច់អស់ហើយលោកតារាក្នុងនោះដែរគ្រាន់តែបានឃើញវីដេអូនិងសំណេរប៉ុន្មានឃ្លីខាងលើស្រាប់តែអ្នកលេងបណ្ដាញសង្គម Facebook ព្រមទាំងអ្នកសិល្បៈមួយចំនួនបានចេញមុខមករិះគន់ដល់លោក OG Golden មិនប្រណីឡើយតែយ៉ាងណាក្នុងនោះក៏មានអ្នកចេញមកបញ្ជាក់ដែរថាវីដេអូនោះគឺជាការសុំឆាកប៉ុណ្ណោះរីដាំចាស់កនីគ្រាន់តែបង្ហោះដើម្បីទទួលបានការ like និង share ឲ្យល្បីយ៉ាងណាមិញមិនយូរប៉ុន្មានវីដេអូនោះត្រូវបានលុបចេញស្របគ្នានឹងម្ចាស់ជ័យលាភី rapper fighter លោក OG Golden បានចេញមកបកស្រាយនិងបញ្ជាក់រកខុសត្រូវច្បាស់ថាទ្រាំថាតុបមិនចង់មាត់ជាមួយវីដេអូថ្មីគេជេរខ្ញុំម្នាក់នេះពេញទឹកពេញដីរឿងសនខេកថ្ងៃបាត់ដំបងថ្ងៃនឹងជាថ្ងៃខ្ញុំត្រូវសនខេកបន្ទាប់មក producer បានឲ្យខ្ញុំចុះទៅខាងក្រោមដើម្បីពិនិត្យសំឡេងបាសនិងមីក្រូហ្វូនថាតើវាមានបញ្ហាកុំគ្នាទេព្រោះខ្លាចពេលដែលខ្ញុំចុះទៅលេងជាមួយ fan វាមានបញ្ហាប៉ុន្តែបងខ្លះចេះដឹងច្រើនពេកគាត់ទៅបង្ហោះវីដេអូខ្ញុំរួចមានបងអ្នកចេះជាច្រើនទៀតចូលមកដៀកក្បាលខ្ញុំខ្លះទៀតលេងជេរដល់ម៉ែហើយអ្វីបានជាមនុស្សយើងរាល់ថ្ងៃចូលចិត្តម្លេះខាងតែស្គាល់នឹងគេខ្មាំងដែរគេស្ដាយធ្វើចុកហែកលើពីនោះទៀតក៏មានអ្នកបច្ចេកទេសក្រុមសម្លេងមានកនីឈ្មោះផងភេដែលបានរួមការងារជាមួយលោក OG Golden ក៏បានចេញមកបញ្ជាក់ដូចគ្នាលើបញ្ហាខាងលើនេះថាការបកស្រាយរឿងអត់ប្រយោជន៍មិនដែលជាចំណូលចិត្តរបស់ពួកយើងឡើយប៉ុន្តែបងប្អូនមួយចំនួនតាំងខ្លួនជាតិឡាការវាប្រហារក្មេងប្រុសម្នាក់ដែលជាចំហក្នុងគ្រួសារតូចមួយដែលឆ្លងកាត់ភ្យុះភ្លៀរាប់មិនអស់រូបថតមួយនេះគឺជាសកម្មភាពគាត់សម្ដែងពិតប្រាកដក្នុងថ្ងៃទី1នៃពិធីបុណ្យចូលឆ្នាំខ្មែរវីដេអូដែលបានបង្ហោះគឺជាសកម្មភាពម៉ោង10យប់ក្នុងពេលហាត់សមកំឡុងពេលហាត់សមតែងតែមានអ្នកគាំទ្រមកទស្សនាជាប្រចាំពុំបាច់ឆ្ងល់នោះទេទម្លាប់នៃការហាត់សមចម្រៀងរ៉ាបមានលក្ខណៈខុសពីចម្រៀងធម្មតាដូចជាការដើរទៅជិតអ្នកគាំទ្រជារឿងធម្មតាបំផុតសូមមិនពន្យល់វែងឆ្ងាយដោយសារវាជាបច្ចេកទេសនិងការសម្រេចចិត្តទាំងស្រុងក្នុងការរៀបចំ concert របស់ producer ចង់ឲ្យគាត់ដើរទៅណាច្រៀងបែបណារួចចាំគេរៀបចំទីតាំងសនតាមក្រោយក៏បានមិនជាបញ្ហានោះទេក្រុមការងារសនរបស់យើងសុទ្ធតែជាអ្នកជំនាញឲ្យតែពេលហាត់សមយើងដឹងដំណើររបស់គ្នាទៅវិញទៅមកការបកស្រាយវែកញែកទៅលើការងារដែលខ្លួនគ្មានជំនាញគ្រាន់តែជាជនរងគ្រោះរបស់ម្ចាស់page ដែលយកវីដេអូចេញពី account TikTok អ្នកផ្សេងរួច post ដាក់ caption ដើម្បីតាក់ទាញ like និង share ប្រមូលក្រុមតន្ត្រីខ្លួនគ្រាន់តែដើម្បី like និង share បង្កើតរឿងថោកទាបបំផុតខ្ញុំចង់បញ្ជាក់ថាម្ចាស់ page ដែល post មិនមែនជាក្រុមការងារឬផ្នែកណាមួយនៃពួកយើងនោះទេចំណាត់ការល្អបំផុតឃើញ post មួយ report មួយសូមលុបបំបាត់ព័ត៌មានคล้ายៗពួកឆ្លៀតឱកាស